ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនអត់ទាន់ស្គាល់ខ្ញុំទេខ្ញុំបាទឈ្មោះធីរ៉ាជាអ្នកជួយសង្គ្រោះសត្វអនាថាដែលមាន page ឈ្មោះថា Stray Animal Rescue នៅថ្ងៃនេះគឺខ្ញុំសប្បាយចិត្តមែនទែនដែលបានខាងបង Petson ដែលគាត់បាននាំយកអាហារសម្រន់ដែលជា snacks របស់កូនៗដែលយើងបានធ្វើកម្មវិធីទិញមួយបរិច្ចាគមួយហ្នឹងបងប្អូនអ្វីដែលលើសពីហ្នឹងទៀតគឺបងគាត់បាននាំយកចំណីគ្រាប់ទៅដល់ 5B ធំមកកាន់មណ្ឌល Stray Animal Rescue របស់ខ្ញុំនេះបងប្អូនយកមកឲ្យកូនញ៉ាំអរគុណបងមែនតើអរគុណបងទាំងអស់គ្នាដែលបានចំណាយទាំងពេលវេលានិងថវិកាមកដល់កន្លែង Stray Animal Rescue ផ្ទាល់តែម្ដងអរគុណបងជាពិសេសគឺខ្ញុំចង់អរគុណទៅដល់បងប្អូនជាទីស្រឡាញ់ដែលបានចូលរួមកម្មវិធីទិញមួយនិងបរិច្ចាគមួយទោះបីជាពេលវេលាវាខើចមែនតែបងប្អូនក៏ចូលរួមដែរហើយពេលវេលាយើងជាវាខើចមែនតើបងប្អូនបាន2ថ្ងៃទើបខ្ញុំបានប្រកាសប្រាប់បងប្អូនទាំងអស់គ្នាតែក៏អរគុណបងប្អូនដែលបានចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនបងប្អូនហើយបងម៉ាឡេស៊ីក៏បានប្រាប់ខ្ញុំដែរមានបងម្នាក់គាត់បានទិញអាហារសម្រន់កញ្ចប់ធំហើយគាត់អត់យកទេគឺគាត់ជូនមកខាងខ្ញុំហ្មងគឺខ្ញុំអរគុណបងខ្លាំងមែនតើបងខ្ញុំផ្ដាំអរគុណបងតាមវីដេអូនេះបងអរគុណទៅបងខាង Petson អរគុណទៅអល់បងអតិថិជនរបស់ខាងបង Petson អរគុណទៅដល់បងប្អូនទីស្រឡាញ់របស់ខ្ញុំដែលគ្រប់គ្រងនិង follow page Stray Animal Rescue ទាំងអស់គ្នាបងបើសិនមិនមានការចូលរួមពីបងប្អូនគឺខ្ញុំមិនអាចជួយកូនរហូតមកដល់ពេលនេះដែរបងប្អូនវារាប់ឆ្នាំមកហើយខ្ញុំមិនអាចជួយតែម្នាក់ឯងកើតទេបងប្អូនអញ្ចឹងយើងជួយមានថាយើងចូលរួមទាំងអស់គ្នាទើបយើងជួយពួកគាត់បានទោះបីជាជួយគាត់ក្នុងស្ថានភាពបែបណាឬក៏លក្ខណៈបែបណាក៏ដោយគឺយើងធ្វើម៉េចព្យាយាមជួយតាមលទ្ធភាពឲ្យអស់ពីលទ្ធភាពដែលយើងអាចជួយទៅបានចឹងបងប្អូនព្រោះសត្វពួកគាត់ពិបាកច្រើននៅបច្ចុប្បន្ននេះគឺខ្ញុំឃើញថាសត្វរងការធ្វើបាបឬក៏សត្វដែលត្រូវបានម្ចាស់បាបបងចោលហ្នឹងគឺច្រើនលើសលប់ហើយអ្នកជួយយើងងាកមកមើលអ្នកជួយវិញគឺមានតិចណាស់បងប្អូនអញ្ចឹងមានតែឲ្យបងប្អូនចូលរួមជួយទាំងអស់គ្នាយើងចូលរួមការពារជួយសង្គ្រោះផ្ដល់ក្តីស្រឡាញ់ដល់ពួកគាត់ហ្នឹងទាំងអស់គ្នាមានថាបងប្អូនអាចចូលរួមជួយតាមអ្វីដែលបងប្អូនអាចជួយទៅបានមិនថាថវិកាទេបងប្អូនពីខ្លះការជួយដោយសកម្មភាពវាអាចនឹងសំខាន់ខ្លាំងជាងថវិកាទេបងប្អូនពួកអីកម្លាំងនៃការជួយហ្នឹងរាល់ថ្ងៃបច្ចុប្បន្ននេះគឺមានតិចខ្លាំងណាស់បងប្អូនខ្ញុំម្នាក់ក៏ខ្ញុំមិនអាចជួយបានសត្វគ្រប់ករណីឬក៏គ្រប់សត្វបានដែរបងប្អូនឬក៏ជួយគ្រប់សត្វនៅក្នុងពេលតែមួយក៏ខ្ញុំជួយអត់កើតដែរបងប្អូនដោយសារតែខ្ញុំគឺមិនមែនជាអង្គការដោយសារតែខ្ញុំធ្វើនេះគឺខ្ញុំអាចនិយាយថាវាជាមណ្ឌលមួយប៉ុន្តែមណ្ឌលតែធ្វើដោយម្នាក់ឯងបងប្អូនអញ្ចឹងมันអាចជួយអ្វីតាមលឿនតាមបងប្អូនអាចស្នើសុំឲ្យខ្ញុំជួយទេខ្ញុំអាណិតដល់សត្វប៉ុន្តែបងប្អូនធ្វើម៉េចបើយើងពិបាកដូចគ្នាដែរបងប្អូនយើងចង់តែជួយពួកគាត់ឲ្យតែរស់នៅស្រួលមានជីវិតល្អតែបងប្អូនហើយមិនថាខ្ញុំមិនថាបងប្អូនប៉ុន្តែវាមិនដឹងថាយើងជួយដល់បានរបៀបណាហ្នឹងបងប្អូនអញ្ចឹងមានតែខ្ញុំនិងបងប្អូនទាំងអស់គ្នាចូលរួមការពារនិងជួយសង្គ្រោះអាយុជីវិតរបស់ពួកគាត់ដែលរងគ្រោះនិងរងការធ្វើបាបពីមនុស្សអញ្ចឹងជាចុងក្រោយគឺខ្ញុំចង់សូមឲ្យបងប្អូនដែលជាអ្នកស្រឡាញ់សត្វទាំងអស់គ្នាចូលរួមការពារនិងជួយសង្គ្រោះសត្វអនាថាមិនថាសត្វព្រៃគឺយើងក៏ត្រូវការពារអភិរក្សហើយសម្រាប់បងប្អូនដែលមិនស្រឡាញ់សត្វគឺខ្ញុំសូមផ្ដាំទៅដល់បងប្អូនថាបើសិនជាបងប្អូនមិនស្រឡាញ់សត្វក៏កុំធ្វើបាបសត្វខ្ញុំសូមតែប៉ុណ្្នឹងបងប្អូនអរគុណច្រើនជម្រាបលាបងប្អូនបាទ